បាទក្នុងនាមគណៈកម្មការជាតិអូឡ িম্প ិកគឺយើងតែងតែប្រពធ្វើទិវារត់ប្រណាំង AIA Ping Run នេះដែលជាយុទ្ធនាការមួយសម្រាប់ជួយដល់ស្ត្រីដែលមានមហារីកសុដិនហ្នឹងអញ្ចឹងដោយបានទទួលនៅគោលការណ៍អនុញ្ញាតដល់ពងពោះពីរាជរដ្ឋាភិបាលក៏ដូចជាការសម្របសម្រួលក៏ដូចជាការជួយទៅដល់ការរៀបចំទាំងស្រុងទៅលើសន្តិសុខសណ្ដាប់ធ្នាប់របស់សាលារាជធានីភ្នំពេញដែលឯកឧត្តមអភិបាលនៃគណៈបាលរាជធានីភ្នំពេញតែងតែគ្រប់គ្រងដល់ចលនាកីឡាហើយព្រឹកនេះយើងឃើញការចូលរួមជាង 4000 នាក់គឺបានកើនឡើង 20% បើធៀបទៅនឹងឆ្នាំមុនបាទហើយអ្វីដែលគួរឲ្យកត់សម្គាល់ឃើញថាយើងមានយុទ្ធនាការពិនិត្យនៅរោគសញ្ញាមានកង់ស្រាឬក៏មានបញ្ហាសូដននេះទៅដល់ស្ត្រីហ្នឹងគឺរាប់រយអ្នកគឺចូលជិត 1000 អ្នកដែលមកធ្វើការពិនិត្យស្វែងរកដោយមិនគិតថ្លៃរបស់ការរៀបចំរបស់យើងអញ្ចឹងអាចជួយដល់ស្ត្រីយើងជាច្រើនហើយសូមអំពាវនាវដល់ស្ត្រីទាំងអស់ដែលមិនមានបញ្ហាក៏ដោយមិនមានបញ្ហាក៏ដោយព្រោះការពិនិត្យរោគមហារីកសុដុននេះគឺត្រូវតែធ្វើជារៀងរាល់ពេលអញ្ចឹងយើងឃើញថាពេទ្យបាននិយាយហើយថាប្រហែលជាក្នុង70-80% ណាស្ត្រីគឺត្រូវតែប៉ះពាល់ដល់បញ្ហានេះអញ្ចឹងឆ្នាំក្រោយទៀតគឺសូមឲ្យបងប្អូនស្ត្រីរបស់យើងជាកុមារក៏ដោយបាទជំទង់ដែលពេញវ័យអីហ្នឹងសូមឲ្យមកចូលរួមទាំងអស់គ្នាបាទយើងនឹងត្រៀមធ្វើការសម្របសម្រួលនិងធ្វើការពិនិត្យនេះឲ្យទទួលបានលទ្ធផលល្អហើយឥឡូវនេះគឺយើងចាប់ផ្ដើមផ្ដល់នៅការជួយឧបត្ថម្ភណាទៅមន្ទីរពេទ្យកាល់ម៉ែតទីពេទ្យអីដើម្បីឲ្យគាត់ជួយទៅលើកម្មវិធីនេះបន្តទៀតនៅពេលដែលបានការពិនិត្យឃើញហើយបន្តទៅការព្យាបាលតែអីទៀតបាទគឺជាសកម្មភាពសង្គមមួយដែលយើងទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់អ្វីដែលយើងរៀបចំនេះគឺគោលការណ៍របស់គណៈកម្មការជាតិអូឡ িম্প ិកក្រោមការដឹកនាំរបស់អាដាមបណ្ឌិតទេសរដ្ឋមន្ត្រីថោងខុនជាប្រធានគណៈកម្មការជាតិអូឡ িম্প ិកគឺតែងតែយកចិត្តទុកដាក់ក្នុងការជួយដល់សង្គមរបស់យើងនៅគ្រប់ទស្សនវិជ្ជាទាំងអស់ដែលមានបញ្ហានៅក្នុងសង្គមបាទទាំងសប្បុរសធម៌ទាំងកម្មវិធីផ្សេងទៀតដែលយើងបានធ្វើកន្លងមកហើយនេះចាត់ទុកថាជាពេលវេលាមួយដែរដែលយើងក៏ត្រូវអបអរសាទរនៅការថែរក្សាក៏ដូចជាការបង្កើនរំលឹកជារៀងរាល់2នាទីជារៀងរាល់ពេលដែលយើងចូលរួមក្នុងការថែរក្សានិងអរគុណទៅដល់សន្តិភាពនិងការស្វែងរកសន្តិភាពដែលយើងទាំងអស់គ្នាទូទាំងប្រទេសខ្មែរទាំងអស់ទូទាំងប្រទេសត្រូវការនឹងចង់បាននៅសន្តិភាពនេះមានសន្តិភាពបានមានកីឡាមានសន្តិភាពបានមានសុខភាពល្អថែរក្សាសុខភាពបានហើយជាកម្លាំងចិត្តមួយឲ្យមានការអភិវឌ្ឍប្រទេសជាតិរបស់យើងក្រោមការដឹកនាំដ៏មោះមុតក៏ដូចជាក្រោមការដឹកនាំដ៏ចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាវរធិបតីនាយករដ្ឋមន្ត្រីរបស់យើងគឺយើងមានការជឿជាក់ក៏ដូចជាមានការយល់ច្បាស់អំពីការអភិវឌ្ឍរបស់យើងក្រោមលំនៃសន្តិភាពនោះដែរអញ្ចឹងគណៈកម្មការជាតិអូឡ িম্প ិកនឹងបន្តធ្វើការរៀបចំព្រឹត្តិការណ៍ឲ្យបានច្រើនទៀតដើម្បីឲ្យប្រជាពលរដ្ឋរបស់យើងកើននៅសុខភាពផ្លូវកាយផ្លូវចិត្តរបស់គាត់នៅពេលដែលគាត់បានចូលរួមរត់នេះយើងឃើញថាគឺមានក្មេងៗចូលរួមច្រើនបាទបើគិតពីឆ្នាំមុនក្មេងៗចូលរួមច្រើនជាងឆ្នាំមុនបាទអញ្ចឹងនេះហើយគឺជាអ្វីដែលយើងចង់បានបាទយើងឃើញអ្នករត់អ្នកថែរក្សាសុខភាពតាមរយៈការរត់ការនេះដែលថែរក្សាសុខភាពបេះដូងរបស់គាត់នឹងគឺថាតាមរយៈការរត់នេះគឺជាសក្ខីភាពមួយបញ្ជាក់នៅសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋរបស់យើងកាន់តែកើនឡើងបានល្អយើងចង់ឲ្យមានការផ្សព្វផ្សាយឥឡូវនេះយើងឃើញថាអាចកើនឡើង 50% បើធៀបទៅនឹងឆ្នាំមុនប៉ុន្តែយើងនឹងខិតខំជំរុញឲ្យការផ្សព្វផ្សាយនិងការតេស្តដោយមិនគិតថ្លៃនិងត្រួតពិនិត្យដោយមិនគិតថ្លៃហើយមានភាពច្បាស់លាស់មានលក្ខណៈ
បច្ចេកទេសត្រឹមត្រូវនេះគឺថាទៅដល់ស្ត្រីទាំងអស់ដែលគាត់នឹងត្រូវឆ្លៀតឱកាសដើម្បីមកចូលរួមតែចឹងឆ្នាំក្រោយទៀតសូមឲ្យស្ត្រីដែលចូលរួមទាំងរាប់ពាន់អ្នកទាំងអស់នឹងបានទទួលនៅការពិនិត្យរោគសញ្ញាទាំងអស់នេះបាទអញ្ចឹងយើងខិតខំជំរុញទឹកចិត្តខិតខំផ្សព្វផ្សាយណារយៈពេល3ថ្ងៃមុនការរៀបចំពិធីរបស់យើងគឺថាយើងចាប់ផ្ដើមរៀបចំការងារនេះហើយបាទ